មានអីចង់សួរខ្ញុំទៀតមែនទេខ្ញុំប្រញាប់ណាមិនមែនមានការឆោលេងជាមួយអ្នកយូរទេឈប់សិននាងទៅតាមកាពិតខ្ញុំចង់សួរនាងបន្តិចនិយាយអញ្ចឹងនាងរស់នៅឯនេះតំបន់ជើងភ្នំនេះមែនទេអ្នកនាងអត់មែនហើយនេះជាស្រុកភូមិរបស់ខ្ញុំនិយាយអញ្ចឹងអ្នកនាងរស់នៅជាមួយអ្នកណាខ្លះទៅខ្ញុំរស់នៅជាមួយបងស្រីនិងអ្នកម្ដាយរស់នៅជាមួយបងស្រីអ្នកម្ដាយចាហើយចុះពុករបស់នាងពុករបស់ខ្ញុំគាត់បានអនិច្ចកម្មចោលខ្ញុំយូរហើយនាងកុំព្រៀបពុកបាត់មែនខ្ញុំជាកូនកុំព្រៀបពុកមិននឹកស្មានថានាងជាក្មេងស្រីបែរជាកុំព្រៀបពុកបែបនេះសោះមិនដឹងថាម្ដាយរបស់នាងមានការលំបាកយ៉ាងណាទេណាស់ហើយបំណាច់តែបានជួបគ្នានៅទីនេះហាក់ដូចជាមានឧបនិស្ស័យនឹងគ្នាណាយើងគួររាប់អានគ្នាទៅខ្ញុំមានឈ្មោះចត្រាខ្ញុំមានឈ្មោះថាធីតាបាត់មែនធីតាតាមកាពិតខ្ញុំជាកូនលោកមហាសេដ្ឋីហើយទើបនឹងរៀនចេះចប់អំពីចំណេះវិជ្ជាលោកពីលោកគ្រូរបស់ខ្ញុំធ្វើដំណើរទៅវិមានចៃដន្យបានជួបធីតានៅតាមផ្លូវខ្ញុំហាក់ដូចជាមាននិស្ស័យជាមួយនឹងធីតាណាស់ត្បិតអីខ្ញុំកុំព្រាម្ដាយរីឯធីតាកុំព្រាលោកឪពុកវាសនាយើងតាំងពីមិនខុសគ្នាទេធីតាចាស់លោកប្រុសបងស្រឡាញ់អូនណាហាលោកប្រុសស្រឡាញ់ខ្ញុំជាការពិតណាស់ប៉ុន្តែនេះខ្ញុំធីតាមានបងហើយនួនអងបងសែននេះចិត្តអូនយ៉ានិតហើយខ្ញុំវិញគ្រាន់តែជាអ្នកក្រក្រៃរកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹកតាបរោះល្អឯណាតែមានគេឈ្មោះហើយមានទ្រព្យសម្បត្តិមកយកមនុស្សស្រីក្រក្រៃដូចជាខ្ញុំនោះធីតាតាមកាពិតពាក្យសម្ដីរបស់បងនៅពេលនេះផ្អែមមែនតែគឺជាពាក្យផ្អែមដ៏បរិសុទ្ធចេញពីបេះដូងរបស់បងពិតប្រាកដណាស់បងមិនមានចិត្តណាមួយមកកុហកបោកប្រាស់ចំពោះធីតាឡើយតាពិតតែទេជាការពិតណាស់ធីតាទោះបីជាខ្ញុំក្រក្រៃយ៉ាងណាក៏ប៉ុន្តែខ្ញុំតែងសច្ចាក្នុងចិត្តថាបើថ្ងៃណាមួយដែលខ្ញុំត្រូវមានគូសកលមានតែអ្នកម្ដាយរបស់ខ្ញុំម្នាក់គត់ដែលអាចសម្រេចចិត្តជ្រើសយកគូសកលសម្រាប់ជីវិតខ្ញុំបានបើសិនជាចូលស្ដីដល់អ្នកម្ដាយលើកឲ្យខ្ញុំក៏មិនថាដែរបាកាលណាបងណែចុះស្ដីអូនទៅតាមច្បាប់ប្រពៃណីខ្មែរយើងទៅដល់អ្នកម្ដាយចាប្រហែលមែនទេពិតមែនហើយធីតាអូនណាបើអញ្ចឹងបងអ្នកណានឹងអូនបងបបផាតាពីពេលណាអីល្មិចហ៎ចាធីតាអានទឹកនោះមកពីណាហ៎បងមិនបានមកឈរនិយាយជាមួយអូនតែពីរនាក់ហ៎ពីរនាក់ខ្លួនជាស្រីនេះហ៎
បានធ្វើអត់បានធ្វើអ្វីឲ្យខុសឆ្គងប្រពៃណីទេបងស្ដាប់ខ្ញុំសិនបងហ៎ អ្នកណានឹងអូន ជាជាគូកំណាន់ចិត្តរបស់អាសាន់ គូ គូកំណាត់ចិត្តរបស់អ្នកណា អត់ជាប្តីរបស់អាសាន់អះមែនទេ ណែនិយាយឲ្យស្រួលបួលណា និយាយថាម៉េចទេលោកប្រុសខ្ញុំអត់ដឹងនិយាយថាម៉េចទេបើមិនដែលមានស្នេហា និយាយថាមិនដែរអូន ណែអាតិចមកណែម៉េចហ៎ បាទ មកឈរនិយាយជាមួយប្អូនរបស់ខ្ញុំហ្នឹងហ៎មានបំណងអីហ៎មិនខ្លួនឯងនេះមើលទៅស្អាតបាត់ណាជាកូនអ្នកមានទៀតផង បងកំថាគេខ្លាំងពេកប្រយ័ត្នគេរត់ទៅបាត់ អើយដូចត្រង់កាន់ជើងគេសម្បាម្ល៉េះអូន មានន័យថាគេជាមនុស្សល្អទេគេអត់បានធ្វើអីខ្ញុំ គេជាមនុស្សល្អតែអូនឯងនេះគួរតែស្ងួនចំណៃបន្តិចទៅព្រោះថាខ្លួនឯងគឺជាមនុស្សស្រីហើយអូនឯងឃើញទេបងទៅបាត់អូនឯងឈរនិយាយពីអ្នកក្នុងព្រៃអញ្ចឹងហ៎បើគេមកឃើញមកយើងខាងស្រីជាអ្នកខូចខាតថាទូចតែមួយហ្នឹងហ៎ បងតាមពិតទៅណាខ្ញុំស្ងួនចំណៃសង្ស្លាប់ឲ្យទុកអារម្មណ៍ណាថាមិនឲ្យខុសប្រពៃណីទេបើអញឃើញទេខ្ញុំឡើងនៅស្ងៀមនេះ តាមក៏ប៉ុន្តែអ្នកបងខ្ញុំជំរាបសួរ ខឹងអីណាបង អើយអ្នកបងឯងណា អ្នកបងបាទ បងជាបងថ្លៃរបស់គេ គេជាបងស្រីខ្ញុំ ណែ អូយខ្ញុំភ័យហ៎បង និយាយឲ្យស្រួលពួលមួយបងហ៎ អត់មែនបងថ្លៃទេ ថ្លៃបងអីហ៎ គេគោរពបងដូចជាបងតា ជាការពិតណាស់ខ្ញុំគ្រាន់តែឲ្យជាការគោរពទេ មិននិយាយស្រួលពួល តាមការពិតអញ្ចេះអ្នកបងអើយកុំប្រកាន់ខ្ញុំទាំងពីរនាក់មែនខ្ញុំដឹងថាខ្ញុំជាមនុស្សប្រុសកាលណាឈរចំពោះប្អូនស្រីរបស់អ្នកបងតែពីរនាក់ស្ងាត់វាខុសភ្នែកញៀតវាអាសោចគេណាក៏ប៉ុន្តែខ្ញុំគ្មានចេតនាទេខ្ញុំឈរនេះដោយការចៃដន្យទេហើយឥឡូវខ្ញុំស្រឡាញ់ធីតាកូនអ្នកបងប្អូនអ្នកបង ថាម៉េចអើយថាមែនគឺមែនឃើញហ៎ ហើយចុះគ្រាន់តែស្រឡាញ់ខុសដែរបង ទឹកតែហាមមិញរៀនមិនទាន់ចប់ថាមឲ្យមានស្នេហាហើយឥឡូវបែរជាមាន អញ្ចឹងបាច់មានក៏បានដែរក៏បងឲ្យស្រឡាញ់បាច់ស្រឡាញ់ ទេអូនឯងគុំនិយាយអញ្ចឹងអ្នកបងតាមការពិតខ្ញុំឈរតែពីរនាក់ខ្ញុំស្រឡាញ់គ្នាតែខ្ញុំអត់មានបានធ្វើអីទេថាតែមកខ្សើតតើ អត់មានទេអូន អុយ បានថាទៅជិះតែនិយាយចឹងបងខ្ញុំខឹងណា បងចំអន់បងភ្លេចអូនឯងលេង ប តា ងកុំជឿអីលោកប្រាប់មានបានធ្វើអ្វី ការ ខ្ញុំ ពិត ទេ ណាស់ខ្ញុំនិយាយលេងទេ បានហើយនិយាយចុះនិយាយឡើងធ្វើឲ្យលោកប្រុសនឹងភ័យហើយ ចា ឈ្មោះអីដែរទៅ បាទខ្ញុំបាទឈ្មោះចត្រា អូឈ្មោះប្រុសណាស់ ចាឈ្មោះប្រុសណាបងអូបងចត្រានឹងធីតាជួនគ្នាទេបង ជួនទៀតល្អអត់តា ចាបងចាំបងទៅផ្ទះត្មងទៅខ្ញុំចង់ ថប់ទៅផ្ទះស្អីហ៎ទៅផ្ទះហ្នឹងទៅធ្វើអី ទៅដឹងខ្ញុំមក អាយមកហើយ និយាយចឹងមែន អូនឯងជាមនុស្សស្រីណា អញ្ចឹងនិយាយបានទេបង បើខាងប្រុសគេមកផងឈួតទេ អូកុំនិ ធី យាយ តាតាមការពិតបងទៅនឹងមិនមែនតែដណ្ដឹងភ្លាមទេបងទៅជួប ឃើញទេបងតាញៀមវិញ ទេឈប់អូនស្ដាប់ហេតុផលបងសិន ដឹងផងទៅធ្វើអី អូនស្ដាប់បងអ្នកបងឥឡូវខ្ញុំសូមបរិយាយនៅរឿងការពិតខ្ញុំបាទឈ្មោះចត្រាជាកូនមហាសេដ្ឋីខ្ញុំបាទជួបធីតានៅពាក់កណ្ដាលផ្លូវនេះខ្ញុំស្រឡាញ់ណាស់ហើយខ្ញុំនឹងសន្មតថានឹងរៀបចំមានមេបាចៅមហាត្រឹមត្រូវក៏ប៉ុន្តែចាំកាលណាខ្ញុំទៅដល់វិមានសិនឥឡូវខ្ញុំគ្រាន់តែចង់ជួបដើម្បីឲ្យបានស្គាល់ដល់អ៊ំស្រីសិន ណាស់ហើយចាស់បើសិនជាលោកប្រុសមានប្រសាសន៍អញ្ចឹងហើយខ្ញុំក៏មិនហាមឃាត់អីដែរចាំទៅជួបអ្នកម៉ែចាំនិយាយគ្នាទៀតណា បាទ មកឥឡូវ បាទតាមួយព្រឹកទៅហើយពុំឃើញត្រឡប់មកវិញសោះកូនទាំងពីរនេះ ម៉ែអើយ អូមកហើយតា ម៉ែចាំមកវិញហើយ ចំណាយចូលមកកូន មកវិញហើយម៉ែមកវិញហើយ ហើយ ម៉ែអើយមានលៀបធំម៉ែ មានស្អីណងនាំគ្នាចូលមក មានលៀបធំមកម៉ែបោះផ្ទះស្អាតទៅម៉ែ អាស្អីគេនេះធំហ៎ស្អីគេកូនស្អី ម៉ែ គេធំ ម៉ែសឹកថាចាប់បានត្រីអីទេម៉ែ អាសួរម៉ែហ៎ថា សុំម៉ែនឹងហើយ អីម៉ែយកបាញ់នេះមានអីមិនយកសពឃើញអីទេតែក្រោកមកថ្ងៃហ្នឹងណាញាក់ភ្នែករហូតត្មងកូន ម៉ែញាក់ភ្នែកល្អ អាមិនដឹងថាល្អឬមួយក៏អាក្រក់ទេហើយមិនបផាមិនធ្វើមុខអញ្ចឹងកូន តូចចិត្តទៅម៉ែ តោងចិត្តរឿងអីទៀតហើយហា ធ្វើបងគេ ធ្វើបងគេហ្នឹងម៉េច ឲ្យអូននិយាយអញ្ចឹង ហាអាមិន ម៉ែ ចង់មានរឿង ថ្ងៃ អី នេះ ហ៎ បន្លែអត់បានមកទេប៉ុន្តែបានមនុស្សប្រុសមកផ្ទះ ស្អីគេ បានមនុស្សប្រុសមកផ្ទះ មីណាបានមនុស្សប្រុសមកផ្ទះមួ កូ យណា នកូន
ai kế thì đà Cha ấy cồn dây say nắng ម៉ែកូនចង់និយាយថាថ្ងៃនឹងអត់បានបន្លាយទេតែបែបបន្លាយតែបានមនុស្សប្រុសម៉ែអត់យល់ទេ ai cồn dây anh chẳng đây nè sọc cái lư không mặc cái slap hai អត់ cồn មានអ្នកណាមកផ្ទះយើងទេគឺនិយាយទេម៉ែថ្ងៃនេះដែលកូននិយាយថាមានលៀបនឹងគឺលោកប្រុសជាកូនមហាសេដ្ឋីមានលុយច្រើនណាស់ម៉ែគាត់ធ្វើដំណើរមកផ្ទះរបស់យើង chọc cồn chia menu sấy nè dương cò na công xâm đại dây cho vui kê thà kê miên prạ miên anh chẳng nè កូនកូននិយាយអញ្ចឹងខុសមែនទេម៉ែ nè dây prạ mai mùi mọ chuột ai hai ca ai miên đường ai bán chia menu prong តាម năng ពិតតែ nè អញ្ចេះទេម៉ែគាត់ស្រឡាញ់កូនហើយគាត់នឹងចង់បានកូនធ្វើប្រពន្ធតែកូនអត់ព្រមទេកូនចាំទទួលការសម្រេចចិត្តពីម៉ែសិន ồ bạn này thà kê chẳng ban cồn men tế ចា à chẳng hai kê trâu mà cồn ជា nó cũng ជាម្ដាយរបស់ không hà à ai cồn mà chồng hả ខ្ញុំជំរាបសួរអ៊ំស្រី ចាលើកដៃថ្វាយព្រះ បាទ អា អ៊ំស្រីមិនប្រកាន់ទេដែលខ្ញុំបានធ្វើដំណើរចូលមកដល់ផ្ទះអ៊ំស្រីអញ្ចឹង តិចទៀតបងអញដល់ហើយ បា ចាំ នឲ្យក្មួយណែមកខាងនេះមកនិយាយគ្នាមិនតិចចឹងមកខាងនេះបានណែក្មួយប្រុស បាទ អាឈ្មោះអីដែរហ៎ ឈ្មោះចត្រា អេម៉ែសួរក្មួយប្រុសខាងនេះទេឈ្មោះចត្រាអញ្ចឹងណា បាទបាទ អញ្ចឹងមីងនេះសុំហៅតាក្មួយចំឈ្មោះត្មងបាន បាទមិនអីទេ ស្អីគេនងងងងក្បៅបេះវៃអាចត្រា បាទលោកអ៊ំ មួយមកនេះដូចជាធីតានិយាយមែនអត់ណា បាទលោកអ៊ំដូចធីតាបាននិយាយប្រាប់លោកអ៊ំអញ្ចឹងខ្ញុំជាកូនមហាសេដ្ឋីហើយខ្ញុំបានធ្វើដំណើរទៅវិមានចៃដន្យជួបនាងតាមផ្លូវហើយក្មួយក៏មានមនោសញ្ចេតនាអាណិតនិងស្រឡាញ់ធីតាណាលោកអ៊ំមិនយល់ចំទាស់ទេ ចត្រាចិត្តខ្ញុំជាម្ដាយណាក្មួយគ្មានម្ដាយណាចង់ឲ្យកូនអាក្រក់គឺម្ដាយចង់ឲ្យកូនមានគ្រួសារដោយមានខណ្ឌស្លាមេបាចង់ដៃណាក្មួយបើក្មួយស្រឡាញ់កូនមីងមែនក្មួយគិតច្បាស់លាស់ហើយមែនទេថាកូនរបស់មីងនេះគ្មានទ្រព្យសម្បត្តិឋានៈស័ក្តិយោអ្វីដូចជាកូនក្មួយឡើយណា លោកអ៊ំស្រីសម្រាប់ក្មួយមិនសម្លឹងទៅលើវណ្ណៈឬទ្រព្យសម្បត្តិឡើយធីតានាងមើលទៅជាក្មេងម្នាក់រូបរាយតាក់ណាស់ហើយខ្ញុំសូមកត់សរសើរអ៊ំស្រីដែលបានចិញ្ចឹមកូនបានល្អក្មួយសម្រាប់ចិត្តថានឹងយកធីតាមិនគិតអំពីមាសប្រាក់ឡើយលោកអ៊ំ ក្មួយតែងតែនិយាយបែបនេះថាពេលស្រឡាញ់មិនគិតពីរឿងឋានៈមាសប្រាក់ទ្រព្យសម្បត្តិបនស័ក្តិស្មើនឹងគ្នានោះទេ បាទ ក៏ប៉ុន្តែមីងព្រួយបារម្ភព្រោះកូនមីងចិញ្ចឹមមកបាត់ថាក្រីក្ររកស៊ីខ្វះព្រឹកល្ងាចតែមីងស្រឡាញ់អប់រំកូនបានល្អណាស់ឥឡូវក្មួយគិតថាយ៉ាងម៉េចស្រឡាញ់ចង់បាន ខ្ញុំគិតចេះអ្នកបងព្រមទាំងអ៊ំស្រីដែលជាចាស់ទុំជាអាណាព្យាបាលរបស់ធីតាខ្ញុំចង់នាំធីតាហ្នឹងទៅវិមានសិនឲ្យពុករបស់ខ្ញុំបានឃើញចាំខ្ញុំផ្ដល់ដំណឹងពេលក្រោយនឹងអញ្ជើញលោកអ៊ំស្រីហើយនឹងអ្នកបងទៅតាមក្រោយបានទេ ណែម៉ែដូចកើតទេដឹងអីម៉ែ ម៉ែគិតថាដូចជាមិនសមដែរកូនក៏ប៉ុន្តែមនុស្សយើងម្នាក់បើយើងមិនទៅឲ្យស្គាល់ផ្ទះស្គាល់ចិត្តគ្នាក៏វាមិនពិបាកដែរណាកូនបើទាស់តែស្រឡាញ់ស្គាល់យល់ចិត្តគ្នាទើបយើងអាចរស់នៅជាមួយគ្នាបាន មិនមែនហើយអ្នកបង ម៉ែមិនហាមគាត់ទេធីតាកូនគិតច្បាស់លាស់ហើយមែនទេកូនក្នុងការកូនសកលបែបនេះ ម៉ែជាអ្នកចិញ្ចឹមបីបាច់ថែរក្សាកូនតាំងពីតូចរហូតដល់ធំរហូតដល់កូនពេញវ័យក្រមុំកូនតែងតែគិតថាមានតែលោកម្នាក់គត់ដែលអាចសម្រេចចិត្តជ្រើសយកគូសកលសម្រាប់ជីវិតកូនហើយកូនក៏ជឿជាក់លើម៉ែថាម៉ែពិតជាអាចជ្រើសយកបរិសុទ្ធណាដែលអាចមើលថែកូនអស់មួយជីវិតបានបើសិនជាម៉ែព្រមកូនក៏ព្រមតាមម៉ែដែរ ធីតាស្ដាប់ម៉ែឲ្យបានច្បាស់ណាកូនខ្លួនជាស្រីត្រូវនិយាយអ្វីឲ្យចេះគិតដូចពាក្យចាស់ថាគិតហើយចាំគូកុំគូមុនគិតណាកូនគូសកលយើងមើលមិនឃើញនោះទេថ្ងៃនេះគេល្អថ្ងៃក្រោយគេប្រែប្រួលប៉ុន្តែបើកូនទៅស្គាល់ផ្ទះតំបែងគេហើយ
កូនត្រូវតែផ្ដល់ដំណឹងឲ្យម៉ែហើយទៅរក្សាកិត្តិយសគឺជាមនុស្សស្រីណាកូន ចាស់ម៉ែមែនហើយណាអូនពេលដែលអូនទៅដល់ផ្ទះអ្នកលោកប្រុសអូនឯងត្រូវចាំថាបើសិនជាគេមិនឲ្យតម្លៃអូនឯងត្រូវត្រឡប់មកផ្ទះវិញព្រោះថាយើងក្រក៏មានកិត្តិយស ចាស់បង បងមិនមែនជាអ្នកបង្កើតអូនឯងក៏ប៉ុន្តែយ៉ាងហោចណាស់បងក៏បានពោអូនឯងនឹងវាចកែអត់ដែរបងស្រឡាញ់អូនរបស់បងណា ចាស់បងអ្នកម៉ែដំបងមានដល់សែនល្អរបស់លោកទាំងពីរកូននឹងចងចាំទុកនៅក្នុងចិត្តបាត់ថ្ងៃណាមួយដែលគេមិនត្រូវការកូនកូននឹងវិលត្រឡប់មករកលោកទាំងពីរវិញ តែចិត្តមិនដឹង បងឯងមើលថាម៉ែជំនួសខ្ញុំផងណាបងអីទេខ្ញុំបារម្ភ ចិត្ត បើចរិតក្នុងពីអត់ បា បាន រម្ភនេះហើយម៉ែ មីងសុំផ្ញើកូនផងណាបើមានការខុសឆ្គងលឺលួចយ៉ាងណាសូមក្មួយមេត្តាកុំជេរបន្តិចហើយនឹងបោះបង់នាងចោលអីនៅទេ បាទការផ្ដាំផ្ញើរបស់បងស្រីនិងអ៊ំស្រីខ្ញុំបាទនឹងធ្វើតាមខ្ញុំនឹងមើលថែរក្សាធីតាឲ្យបានល្អ កូនគោរពលាទៅហើយបងឯងខ្ញុំទៅហើយ នៅពេលក្រោយខ្ញុំជម្រាបលាហើយ បងឯងយ៉ាងណាមើលថែម៉ែជំនួសខ្ញុំផង ផ្ដល់ដំណឹងឲ្យម៉ែបានដឹងវិញផងកូន បាទមិនអីទេ មិនក៏នៅសុកសុកកូនមានគូត្រូវជ្រើសរើសទៅដល់ផ្ទះគេបែបនេះបផាចាំម៉ែដូចមានអារម្មណ៍ថាចាំបាច់មិនដឹងទេកូនម៉ែចង់ឲ្យគេរស់នៅមិនថាសែនឬមួយក៏រៀបការនៅផ្ទះរបស់ជើងចង់ឲ្យចាស់ទុំខាងគេមកចូលស្ដីពីម៉ែនេះដោយផ្ទាល់ ណាស់ហើយម៉ែឲ្យអូនទៅមករយៈសិនទៅបើសិនជាមិនស្រួលគេនឹងត្រឡប់មកផ្ទះវិញហើយយ៉ាងណាមិញម៉ែអូនប្រហែលជាទៅមិនយូរទេព្រោះថាបើសិនជាចាស់ទុំខាងប្រុសនឹងគេពេញចិត្តគេនឹងនាំណែចាស់ទុំខាងគេនឹងមកចុះស្ដីដល់ផ្ទះរបស់យើងណាម៉ែ ម៉ែសង្ឃឹមចឹងតែចាស់ម៉ែគ្មានអ្វីក្រៅពីបន់ស្រន់ឲ្យបងឯងបានសេចក្តីសុខនោះទេតាកូនអើបុផា ឈ្ងៀមអីមិនទេម៉ែ ធំក្លិនស្អីឈ្ងៀមអូយម៉ែដាំបាយចោលកូនតា កាញ់ចនាជាកូនមហាសេដ្ឋីរស់នៅសប្តាហ៍ថ្ងៃជាមួយលោកប៉ុកមិនដែលខ្វល់ខ្វាយក្នុងមួយថ្ងៃណានោះទេ ក្នុងចិត្តអត់មានអបរុលប្រមាថ្ងៃនេះណាសប្តាហ៍ថ្ងៃនេះណាមិនដែលដល់អ្វីរីករាយក្នុងចិត្តអត់មានអបរុលប្រមាសប្តាហ៍ថ្ងៃនេះណាសប្តាហ៍ថ្ងៃនេះណាមិនដែលខ្វល់អ្វីថ្ងៃនេះឡើងទៅថ្ងៃនេះឡើងទៅកន្លាញលោកពុកថ្លៃក្រែងមានកិច្ចអ្វីចង់ពុំរំស្រីយកក្តីគោះសាសប្បាយចិត្តខ្លាំងណាស់តាំងតែពីតូចរហូតដល់ធំរូបខ្ញុំរស់នៅជាកូនមហាសេដ្ឋីមានទ្រព្យសម្បត្តិស្រស់ស្ដំមិនដែលខ្វាច់ខ្វល់អ្វីចាយវៃអត់ខ្វះក៏ប៉ុន្តែនឹករឿងមួយយ៉ាងនឹកដល់បងប្រុសខ្លាំងណាស់មិនដឹងពេលណាតើបងប្រុសខ្ញុំត្រឡប់មកវិញនោះទេតែហាត់រៀនដែលមុនវិជ្ជាការខ្ញុំពិតជានឹកដល់បងខ្លាំងពិតមែនថ្ងៃនេះកថានឹងឡើងទៅកន្លែងលោកបងដើម្បីសួរដំណឹងថាតើបងប្រុសរបស់ខ្ញុំត្រឡប់ចូលក្នុងវិមានវិញពេលណាបានអញ្ចឹងធ្វើដំណើរទៅតែម្ដង មហាសេដ្ឋីបកញញជាអ្នកមាន ក
bọn nê xa thấy trong sông mắt nó quay nó tha lại vì mù lật con nê bọn nê xa thấy trong sông mắt nó quay nó tha bác sĩ có cam mà có nẹp sài trong ta ai ai quả khát một trái hữu chồng vậy đang khoa nẹp bạc thưa sài đấy đằng bà khoa một trái nhon mà nhon ảo lùi sẽ là nhon như đúng không ạ dớ gì hai ca còn là khơi phết thơ một chịp ôi chui mà nè tua bay nhom mì mai chan nằm men tài ăn cất ứng bà buồn này đi khai vô bà buồn máu bà giấy thì trừ lục hai mà giang tiết mà nu sấy ná bà ba mà nu sấy là o sấy để cướp lẹ này lẹ khả na nó vì chết tận xong tận chay này bạc cả đã bò giường số bây giờ dương chia mà ha sẽ thay mến bởi do xảy mà có chờ lúc khát lẹ nó việc mình bật lại để nó nhẹ nhọn rằng mạnh khâm mê dây ơi nhon ọt bẹt tại vì sốc chất nơi mềm mại chẳng lo chiềng phù mai vậy vậy ta chẳng sốc nhóm bát cô nó bọt nhóm mà nè canh chả na nó mình đăng chả từ nè xong say tài còn bông tờ liếp mà say preng nè tập tay luôn ấy ai hơi uột nó uột vậy bây giờ lương đặt khai à thế mình khai ừ nè mẹ đặt khai à và con bà xa ông ai Sẩy ghế hả? Cồn mà già anh à anh bẹ phần ấy hay bẹ trong cặp một gói ạp cặp một mà mình lên sao chứ ở da nè miên nơi sọc cả đá từng đấy vì na có scol đây ai dư nâng à ha ọt ba nhà khơi nhà kia buộc nơi đây chân đi Phnom Penh on nông à hay cái môi ai trên nè này quay phăng men à thế à kia buộc chấm cái nơi trôi khang cợt biến chui và đằng bọc nè na ai bon nè cái bọc kê tê anh chắc có bao vậy đã à nơi nông à hay nơi vừa ấy nơi nông không nhóm khang sầm ạt à na mày đâu và ê mình dây à na mày ấy nè à na mày nâng à cọ on dương mình men tha ai chia à na mày nó chia mà nụ à cọ tê à na mày có chia mà nụ đài à na mày nâng cứ sátไอ้จังโดยเคยสำรามบองโอนคลาสออฟสำรามกูกอมสออฟสำราม đâu ấy สออฟเนี่ยบอกสำรามเจ้าล้อ dây chắc mặt thử chất ống mà ấy xe cô ấy có thôn mẹ มันเล่นเศร้าเต้มากองดิเบอร์เซนเดอร์ใจมาชาชีวิตมันอ๋อ ôi bẹp bẹp rồng mấy trong a นี่อาโต้เต้ mẹ là thông chứ năng tiết อาทมเบอร์กานาอาทมมันนังเปียตอลแต่ยูลานสตูดบานประสวกอโจล มันทั่วมาดาเลยเปิดจวบตัวจังบัดดังถาดดักใดมันทั่วมาดา อ่าไอ้บ้านประปวนยมตัวไหน ปะปนใจไอ้กาเป็นกาละ กูจะดัง anh mình toàn xua chật xua khlam côn của mông anh โอ้ พอย สัวจัดไอ้อาปกเนียนดังไอ้ไก่ชาติจูบเนียเอ้ย ใจเก้ ถ้าโอนไอ้ประกอบไฟตักดอกมานให้ข้างใส่ท่ายมประกอบเตะบองโปรคลายบองไอ้โยขยมตื้ออัดเมียนตักดอกอ้อยบองไอ้ việc mà đẻ lẻ เฮ้ย bà hai côn của mông là bọn anh sạch làm cả phơ đôi cả phơ phơ hở นั่งไอ้โปรเมียทมเป๊กบานยมอัดจะลันเลิกกันโล ô mau à côn ục anh mau ơi à côn ục ơi mau côn mau ôi 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 กูน้องไอ้ทำไมไม่อู้กัน mau ơi côn ục นี่หนักใส่ anh ngồi mơ mơ ស្អីប៉ាត់
យាយ មកធ្លាក់ យាយអ៊ំឯងឈួតអីហ្នឹង ឈួតអាប់កាប់អី គ្រាន់តែកូនស្រែកដល់រឹស អើបើស្រែកខាងខ្លាចធ្លាក់កឡោត ថៃខ្លាចជ្រុះលះហាលហ៎ នេះមកប្រៃមើលមានលិហាឡើយនៅទៅណា អេគ្រាន់មកឆែកឲ្យកាត់ទៅអ្នកស្រុកអ្នកភូមិកូនក្មេងស្រីគេសភាពជាផ្សារដើរទៅណាអត់បងអញ្ជើញពីស្មើណាស្អីពីស្មើណាខ្លួនជាស្រីសម្ដីឲ្យវាស័កសមឲ្យមានកិត្តិយសឈ្មោះជាស្ត្រីខ្មែរ តែខ្ញុំជាកូនចថៃចង់និយាយស្រីយ៉ាងម៉េចក៏វាមិនទៅអ្នកណាដែរ អានឹងហើយបាននិយាយរឹកឡើងចង់ឲ្យអាចចង់កថោអាងខ្លួនឯងអ្នកមាន បកាមកប្រៃវាទៅខ្ញុំមកប៉ា នៃសំណាងឲ្យកូនសេដ្ឋីឧទាហរណ៍ចៃដន្យលាក់ខ្លួនក្រមកធ្វើប្រពន្ធខ្ញុំអីខ្ញុំមិនឲ្យដេកទេ នេះយកខ្ពើម ឲ្យដឹងថាសឡក់ស្អំហ្នឹងប៉ុណ្ណា ស្អីគេហើយស្អីហ្នឹងស្អីនៅ ខ្វេះ បាក់ណៃ មកចង់ស៊ីវេះហ៎ ស្អីហើយស្អីយកមកពាក់កកតិចធ្ងន់បាក់កកដួលកាប់មុខទៅ ឲ្យទោះផ្កាប់មុខក៏មិនទៅក្បាលមីណាណា ណែយកគ្រាន់តែប្រាប់យកបងនេះ វិញកាត់ផ្លាក់ក៏ចំទាល ខ្ញុំឆ្ងល់ណាស់ ឆ្ងល់អីទៀតហើយ ឈ្មោះខ្មោចមកមកកណោមកដាក់ទៅដាក់អាញ៉ុញ អី ឲ្យញ៉ុញណា យ៉ាហេឲ្យថៃមកខឹងឈ្មោះអាពុកគាត់តែគេអញញ ហើយពួកឯងឃើញមក ហើយយ៉ាងដែរលងកូនឈ្មោះអីកូនឈ្មោះអី ខ្ញុំអី ហ្នឹងហើយ ខ្ញុំឈ្មោះកាញ់ចនា អូយពីណាដាក់ឈ្មោះឲ្យយោ អា កូនស្រីគេឲ្យប្រកបឈ្មោះឪពុកបានរស់ស៊ីធូបើយើងឈ្មោះអញញ៉កូនមិនញាច់ទេ នេះ ទៅគេណាទៅណាហើយមិនខ្ញាច់អាខ្ញញ ពួកឯងឃើញតែគ្រាន់តែឈ្មោះពួកឯងណាក៏មកប្រៃយកមកប៉ាខ្ញុំបានដែរ ហើយមកមិនខ្ញាច់មិនខ្ញញមួយទៀតមិនខ្ញយ មើលចាំ ណែស្ដាប់ពុកសិនបើកូនអញញ៉ែកចឹងពុតនិយាយថាម៉េច ពួកឯងនិយាយមក កូន និយាយទៅ កូនស្រួលមិនមែនកូនអ្នកនិយាយទេណា អាម៉េច សំលេងនឹងលឺដូចលោកអ្នកតាដើមត្រាំងចូល ស្អីចាំ យោអីមកវាយយោអីមកវាយផ្សេងសូអីអូយកុំប្រកាន់ក្មេងណា មកប្រៃ មក ពួកឯងទៅនិយាយឲ្យពុកខ្ញុំទៅរត់ស្អីមក អើយអ្នកតាម្ចាស់ទឹកម្ចាស់ដីទោះសបរមីថែរសាវត្តណែដាក់លោកអ្នកតាថែរសានៅភូមិតាដោហ្នឹងណាកុំប្រកាន់អីធ្វើម៉េចក្មេងគ្នាទៅនោមបែមុខទៅនងអញ្ចឹងលោកអ្នកតាដើមត្រាំងឲ្យចេញឆាប់កុំនេះហើយកុំប្រកែប្រកាន់ក្មេងជួយអូចេញនៅអូអត់តាន់ចេញទៀតចេញទៅលោកអើយ អាបប្រៃឈួត ហ៎ នេះយកមិនមែនខ្មោចចោលទេ មិនខ្មោចទេអ្នកតាអូយតាន់ចេញនៅប្រកាន់ខ្មោចទៀតអូចេញនេះចេញសំឡេងកូននេះ ចូលវិញហើយចូលអើយចាញ់ហើយ ហ៎ អូចាញ់ អូយាយមាញ់ធ្វើអី ណា វាយអី អញខានថាចូលហែងមិញហ្នឹង អូយណាក់ខ្ញុំឈូក្បាលដាក់ទេប៉ុណ្ណឹងធូខ្លួន អូឃើញតែដូចគេបាច់គេណា ហើយវាយមែនអី អញបាញ់មិញហ្នឹង គ្រាន់តែវាយផាច់ចុះឃើញទេបដាមកឡងស្វាបឲ្យពួរជ័យ អាយ៉ា តែទេអើយឲ្យតែវាយច្រើនអ្នកឯងនឹងជោគជ័យហើយអ៊ំតែគេអត់វាយចាំមើលឈឺ មើលវាយអញ អូខ្ញុំខ្ជិលណាខ្ញុំ ប្រៃ មិន ប្រៃជួយវាយពុកខ្ញុំតិចណា ពើម មកឈឺបងមកឈឺងាប់បាត់ទ្រព្យសម្បត្តិអស់លេងហើយបង អញចង់ជោគជ័យ ប៉ិនវាយទេ3ឯណា តែ3បានហើយបាន ហេវាយខ្ញុំវិញណា អត់ទេប្រៃណាអ៊ំចំបងបង ជោគជ័យ វាយ បានប្រាក់ វាយ3ឬក៏5 តែ3បាន 3ខ្ជិលវាយ បងយក5មកមក5មក 5ជោគជ័យខ្ពស់ហ្នឹងណា ជោគជ័យខ្ពស់
ឈឺចកេះបាត់អីមួយ ចុកចៃពុកចិត្តចុកចៃអីចិត្តចុកចៃអី ពីរ តិចទៀតចុកចៃឡើពុក 3 ចិត្តចុកចៃអីត្រង់តិចពុក 4 5ជោគជីអីវាយឈឺចងប់អីឈឺតែខ្ញុំអូយអីក៏ល្ងង7ដណ្ដានមិនលោកអើយលោក មកប្រៃបោពុកខ្ញុំទេពុកមកប្រៃបោពួកឯងហ្នឹង អាចញ៉ៃ ហើយបើវាយជោគជីចាំបាច់ទៅរស់ស៊ីស្អីនៅដើរឲ្យគេវាយទៅ មែនហ្នឹងអូយឡើងក្តៅណែវាយខ្ញុំចង់កពុកណោម វាអំភ័យអាភ័យ អូដល់ម៉ោងរស់ស៊ី ដល់មករស់ស៊ី បាទដើរតំណៅអ្នកមាន អូយលោកឯងលោកមកដំណើរឆ្លងខ្នល់ឡានមក ចូលឆ្នាំមកណាក់ចូលឆ្នាំរំសបាយណា រំមិន រំអ្នកមានដឹងអ្នកក្ររំមិនអ្នកមាន អ្នកក្ររំមិនចុះ បើតាំងអ៊ីមួយនៅភូមិខ្ញុំតាំងពីនៅក្រផងរំស្វឹងតិចទៅយល់ហើយបាទដល់ពេលម៉ានថ្ងៃមុនទៅមើលគាត់បានរស់ស៊ីមានបានពាក់ខ្សែកពាក់អីមកហើយទៅរំដូរប្រូទៀតណា ហើយល្មិចបានរំធ្វើចឹងអ្នកមានហ្នឹងមកប្រៃ ហើយកូនខ្ញុំឯងរំមិន ខ្ញុំរំស្អាតណាខ្ញុំប្រាប់ អូដឹងហើយតាំងពីនៅស្គមរំចេះហើយនេះដល់ពេលមៀតធំឡើងជើង តែបងឯងនិយាយផ្ដាច់ ខ្ញុំឃើញតាំងពីនៅស្គមដើរទៅអញ្ចឹងឥឡូវមើលពីក្រោយទៅ ប្រៃ អាហ្នឹងវាទៅអីវាអ៊ំ អាប្រៃ អានៅស្គមដើរចេះសោះ យើងស្បៀត ហើយដល់ពេលមៀតថិតទៅអញ្ចេះហ្នឹងដូចវាទៅអីវាហី តែខ្ញុំប្រាប់បងឯងឲ្យដឹងណាខ្ញុំដើរបែបហ្នឹងព្រោះខ្ញុំនេះមិនចង់ដើរទៅបៀត មើលរំបាត់ទៅពាំងពាយឲ្យខ្ញុំមើលតិចមើល តែប្រាំងពេកខ្ញុំចេះរំណានេះគេទៅរំចេះ អូជាប់បាត់អូងាប់អាហ្នឹងមិនមែនតែពាំងពាយទេ តែមិនចឹង ទៅច្យ៉ាំហើយហ្នឹងប្រាំហើយមកទៅវិញ អូយអូយមើលចាស់ មិនដឹកចឹងពាំងពាយម៉ែ ណែបើពុកខ្ញុំបរិយាខ្ញុំរំចឹង គេរំឲ្យទន់ខ្លួនទៅស្ត្រីឯងតាំងឡើងខ្ញុំទៅហើយ អូយទៅ ខ្មាស់គេមក ម៉ាច់ទៀតហើយ គេថាខ្ញុំកូនប្រសាអ៊ំឯងមើល អើយ ខ្ញុំយកទៅរៀងចេះហ៎ អូខ្ញុំមិនចង់យកបងឯងខ្លាំងណាស់ រៀងស្រីខ្ញុំរៀងចកេះក៏រង អូ រៀងច្បោត ណែ ថ្ងៃមុនតែដឹងយូរហើយដល់ពេលខ្យល់ព្យុះមកធ្លាក់ចូលស្រះកុំឡើងវិញ ចាក់ហើយចង់បានចកេះក្រោកពេក ណែហើយយ៉ាងម៉េចហើយ ពុកខ្ញុំមកឲ្យឯងពុកចង់ដឹងដំណឹងថាបងប្រុសត្រឡប់ចូលក្នុងវិមានពេលណាពុក អាចចិត្តត្រាឮថាមកថ្ងៃហ្នឹងតែស្មាននេះហើយអត់តឃើញវាមកទេ បងចាត្រាមកថ្ងៃហ្នឹងអី អាចចិត្ត លោកប្រុសចត្រាវិលត្រឡប់ចូលវិមានវិញហើយ បងចាត្រាមកវិញហើយមកពុកឯង ចត្រាកូន កាច់ណាអូនអូហើយអូនឯងទៅពេញកមុំអញ្ចឹងទៅធ្ងន់មែអូន បងឯងអត់ទុំខ្ញុំទេបើចកេះខ្ញុំ ហើយបងទប់ហើយតើតែបងទប់អត់ជាប់បងឯងធ្ងន់ពេកអូយ អើយងាប់ហ่ะអាលងបដាងកូនប្រុសអញអស់ បងខ្ញុំនឹកបងឯង បងនឹកអូនដែរងាប់ហើយអូនឯងក
កមុំស្ដោកទៅហើយអូន ធំពេញបឹបហ្មង កូនសូមសំពះគ្រប់ដល់ពុក អាយុវែងណាកូនអាយុវែងយីកូនប្រុសអញដល់ពេលធំពេញកំឡោះអញ្ចឹងទៅនិយាយពីស្អាតនោះដូចឪពុកនៅពីក្មេងអញ្ចឹងអាកូន យីពុកអាកាញ្ចនាធំអញថាបងមើលអូនឯងអត់ស្គាល់សោះមិញអូន ម៉ែណៃបងខ្ញុំនឹកបងឯងណារាល់ថ្ងៃខ្ញុំមួយថ្ងៃណាមកតែជាមួយពុកហ្នឹង ណាមកទៀត ខ្ញុំឆ្ងល់ឈ្មោះខ្មោចណាក់អាណោមកដាក់ឈ្មោះពុកហ្នឹង អូនឯងកុំនិយាយអញ្ចឹងអូនឈ្មោះនេះជាឈ្មោះរបស់ពុកណែជីតារបស់យើងបានដាក់ឲ្យពុកឈ្មោះហ្នឹងឈ្មោះជាគេមកដល់ល្អណាអូន ត្រូវហើយ និយាយចឹងអូនឯងឈប់នៅអូន ឈប់អីបង អូនឯងឈប់ដាក់ពុកនៅ ដុំសើមាញ់ហ្នឹង បងចំអន់លេងទេតាមកពិត បងឯង បងដឹងថាអូនធំពេញកំមុំហើយអូនចេះដឹងហើយបងនិយាយលេងទេណាអូនណា អត់អីទេ ណែឥឡូវចេះចោះសួរសុកទុកគ្នាបានប៉ុណ្ណឹងបានហើយណាកូន បាទពុក យ៉ាងម៉េចហើយច្រើនឆ្នាំកន្លងមកនេះបានតែសិក្សាជាមួយនឹងប្រពុតឃោសនាចារ្យដែរជាគ្រូគុណនោះហើយចេះចប់នៅកូននៃមន្តអាគមឬមួយជាគាថាណែកូនដាវគុណដំបងណែគុណលំពេងអីកូនឯងបានចេះហើយណាកូន បាទលោកពុកជាទីគោរពពេលដែលកូនបានចាក់អំពីវិមានទៅសិក្សារៀនសូត្រនៅក្នុងព្រៃនាទីបរមសាលាអំពីលោកគ្រូអាចារ្យទេសៈបាមកជីវិតរបស់កូនពិបាកណាស់ការរស់ក្នុងព្រៃត្បិតអីកូនធ្លាប់រស់នៅក្នុងវិមានមានអ្នកបម្រើគ្រប់ពេលវេលាក៏ប៉ុន្តែទោះបីជាលំបាកយ៉ាងណាកូនបានតស៊ូអត់ធ្មត់ប្រឹងប្រែងរៀនសូត្រចេះចប់សពគ្រប់អស់ហើយពុក ពុតជាល្អប្រសើរខ្លាំងណាស់កូនចាំមើលព្រឹកស្អែកនឹងពុកងើបពីព្រលឹមម៉ោង 4 ណាដើម្បីធ្វើដំណើរទៅទៅកោះនៃប្រគុណណាព្រះអង្គម្ចាស់ជីវិតដង្កល់លើត្បូងដើម្បីសំត្រង់ចុះឈ្មោះរូបកូននេះចូលខ្លួនបំរើជួលកងទ័ពត្មង បាទពុកនិយាយចឹងពុកកូនមានរឿងមួយចង់ជម្រាបបងពុក មានរឿងអី បងឯងមានរឿងអីចង់ប្រាប់ពងព្រោះថារាល់ថ្ងៃហ្នឹងពុកស្រឡាញ់បងឯងសឹងអីហ្នឹងបងឯងចង់បានអីក៏បានដែរតែខ្ញុំមើលពុកបងឯងញ៉ាំចឹងចង់បានប្រពន្ធទេហ្នឹង ចង់បានប្រពន្ធនេះអីបាទ តាមក៏ពិតទៅណែចង់ អាហ្នឹងវាពេញកំឡោះឲ្យវាចង់បានប្រពន្ធ មិនបានជាពុកដឹងចិត្តកូន អាចស្ទងអាចដឹង បាទពុកកូនចង់បាន មនុស្សដែលធំពេញវ័យតែងតែចង់បាននៃគូសកលណែឥឡូវល្អខ្លាំងណាស់ពុកឃើញកូនគេម្នាក់ឲ្យកូននេះដេកស្ទីងនេះហ្នឹងដេកស្ទីង អ្នកណាពុក ហ្នឹងអាវលឿងហ្នឹងអាចធំអាវលឿងហ្នឹង ទេពុកតាមក៏ពិតអញ្ចេះតាមក៏ពិតគាត់ស្អាតគាត់ល្អហើយក៏ប៉ុន្តែមិនកូនបានស្រឡាញ់ហើយនាំមកចង់ជម្រាបដល់ពុកហើយ បានតែកូនឯងមានណា បាទ អូយបើមានឯងមិនប្រាប់ពុកកូនឲ្យគេចុំមកកូន បានចាំពុកពុកថៃទេពុក ពុកថៃទេ ពុកចិត្តល្អណាស់កាញ្ចនាអូន ឆាប់តែយកមកខ្ញុំចង់ឃើញមុខបងថ្លៃខ្ញុំខ្លាំង ណាស់ ណាស់ បងនាំហើយអូនណា ចា ឯណាធីតាអូន ពុកអាប្រកាសជាអ្នកមានហើយបងចិត្តត្រាភ្នែកមកដូចពុកឯងចឹងមិនយកទេអ្នកក្រហាប់ណាពុកណោះ បើគាត់ជាមានហើយ តែខ្ញុំក៏ហៅគាត់ថាមិនទៅបង ធីតា ចា មែនហើយ អូនឯងហៅថាលោកអ៊ំសិនទៅណាអូនណា ហៅថាលោកអស់មែនទេ នេះជាប្អូនស្រីរបស់បងនេះធីតាបងប្រាប់អូនសិន ចា ពុករបស់បងគាត់រៀងសំដីធំតិច អត់អីទេបង ប៉ុន្តែគាត់ចិត្តល្អទេមិនអីទេអូនណា ចាអ្នកនាងខ្ញុំជម្រាបសួរ ល្អហើយ លោកអ៊ំសិទ្ធិខ្ញុំសូមគោរព ល្អហើយនាង ស្អាតទេអូន ចាអរគុណលោកអ៊ំ បងស្អា ល្អ ត ល្អអាចណោះគេណោះ ចា ហើយឈ្មោះអីនាងឈ្មោះអី ខ្ញុំឈ្មោះថាធីតា ធីតាហ៎ ចា ចិត្តត្រាកូន បាទពុក កូនគេអ្នកធូធីអីដែរទេកូនណា អញ្ចេះទេពុកកូនសូមជម្រាបប្រាប់ពុកតាមត្រង់ចុះធីតានាងជាមនុស្សដែលក្រលំបាកទេ កូនអ្នកលហាមចុង បាទហើយនាងកំព្រាឪពុកទៀតពុកហើយកូនអាណិតណាយើងជួយយឹតយងផងទៅពុកណាធ្វើមិនជាគ្រួសារតែមួយទៅហើយពុកណា ពុកដឹងហើយកាញ្ចនាយ៉ាងម៉េចដែរកូនអនាគត ពុកណាហើយបានចក្រាថាបងស្រីម្នាក់ហ្នឹងគឺជាកូនអ្នកក្រោយ ប៉ិតមែនហើយអូនបងអាណិតណាអូនហើយ អាណិតទេហើយអត់មានម៉ែឪទេគាត់ចោលអស់ហើយអី កាញ្ចនាអូនមិនបាន មាន ចូល តែ ឯង ម្ ទេ ដាយ អញ្ចឹង កំព្រាឪពុកអ្នកនាង កំព្រាឪពុកឯង ចា មកចង់ មិនកូន ពុកណា និយាយ ខ្ញុំថាណា
យើងចៃចឹងណាបងចត្រាលើប្រកាសជាគាត់ខឹងយើងចាក់ជាមិនខាននេះតែបងចត្រាស្អប់បងឯងឥឡូវអី ណែចត្រាកូនបាទពុក អាធីតាមិនមកតាមផ្លូវហ្នឹងកូនណា បាទមកតាមផ្លូវ ហ្នឹង ហ្នឹង ទ្វារហ្នឹងហ៎ បាទ ឲ្យវាទៅផ្ទះវាវិញទៅកូនឲ្យវាទៅផ្ទះវាវិញទៅ ពុកមានប្រសាសន៍ថាម៉េច វាមកតាមផ្លូវហ្នឹងឲ្យវាទៅតាមផ្លូវហ្នឹងទៅវិញទៅកូន ពុកមានប្រសាសន៍ហ្នឹងដូចជាបណ្ដេញធីតាទៅវិញ អញនិយាយថាចឹងដេញវាទៅវិញទៅ ពុកមិនដេចបានជាពុកបណ្ដេញធីតាទៅវិញឬមួយក៏ពុកមិនព្រមទទួលស្គាល់នាងទេ ត្រូវហើយមនុស្សក្រលហាមសម្លៀកបំពាក់មកគួរគប្បីកូនឯងចេះយកចូលមកក្នុងវិមានរបស់ពុកគេទៅយូរនឹងគេឈ្មោះរបស់ពុកនៃមហាសេដ្ឋីប៉ញុញបានមករមងារពីប្រគុណណែព្រះអង្គម្ចាស់ជីវិតដង្កល់លើត្បូងឈ្មោះរបស់ពុកគឺល្បីល្បាញខ្លាំងណាស់យ៉ាងណាក៏ដោយពុកមិនអាចយកនៃសម្ដានក្រមកចូលក្នុងវិមានរបស់ពុកទេ ពុកមនុស្សក្រមានអីខុសហើយកូនបាននាំធីតាមកមានរឿងអីដែលនាំឲ្យអាប់អោនកិត្តិយសដល់គ្រួសាររបស់យើងនាងបានធ្វើអីខុសកូនមិនជឿថាគ្រាន់តែទទួលយកកូនប្រសាម្នាក់ជាអ្នកក្រធ្វើឲ្យអាប់អោនកិត្តិយសនោះទេពុកសូមពុកគិតពិចារណាឡើងមកវិញហើយពុកអាណិតដល់កូនបំណាច់តែកូនបានស្រឡាញ់យើងនាំមកទៅហើយសូមពុកទទួលស្គាល់ផង អូបាននៃកូនឯងនិយាយមកកាន់ជើងនាងហ្នឹងហ៎បានបើកូនឯងយល់បែបហ្នឹងហើយនោះពុកនឹងឲ្យជំរឿនដល់កូនឯងពីរមួយកូនឯងតាមពុកទ្រាំទាំងបាត់ទាំងមូលព្រមទាំងវិមានដែលធំស្កង្កៃពុកនឹងឲ្យកូនឯងជាអ្នកគ្រប់គ្រងពីរបើកូនឯងជឿយកនាងធីតានេះដោះសម្លៀកបំពាក់និងគ្រឿងអលង្ការដែលអាចខំទិញលម្អទាំងប៉ុន្មានទុកឲ្យអាចចេញពីវិមាន ទេលោកពុកមិនដាច់បានជាពុកដាក់ជំរឹះបែបនេះដល់កូនកូនសូមសំពះអង្វរដល់លោកពុកសូមលោកពុកអាណិតមេត្តាដល់កូនតាំងពីអ្នកផងពុកអើយកូនស្រឡាញ់ទៅហើយធីតាអូន ខ្ញុំសុំទោសណាបង បងអាណិតអូនណាស់ពុកណាអើយកូនសូមអង្វរណាពុកអើយលោកពុកណាមេត្តាដល់កូននេះ
ស្រឡាញ់រវាងខ្ញុំទាំងពីរនេះស្រឡាញ់ដោយចិត្តស្មោះស្រឡាញ់ដោយចិត្តនឹងចិត្តមិនមែនការបង្ខិតបង្ខំឬក៏សម្លឹងឃើញទ្រព្យសម្បត្តិកិត្តិយសមួយនោះទេ មិនសម្លឹងឃើញឲ្យទ្រព្យសម្បត្តិរបស់អញចឹងអា ចាខ្ញុំនិយាយមែនណាលោកអ៊ំ វាមិនផេះទេនាងអើយ មនុស្សក្រឯណាមិនចង់សម្លឹងឃើញទ្រព្យសម្បត្តិរបស់គេលោក បងធើ កញ្ចនាមិនបានជាអូននិយាយបែបនេះ បងខ្ញុំគ្រាន់តែប្រាប់បងឯងឲ្យដឹងទេណាមនុស្សស្រីបែបនេះបងឯងតើចុះភ្នែកទៅមើលដែរ អើ ខោមិនខោអើមិនអើសយទៅអាចកោអាចក៏បីជាប់មកពីតែយកចូលក្នុងវិមានកើតដែរបងឯងចាប់ក្រទៅតាមជាមួយក្រទៅខ្ញុំក្រទេ ឬមួយក៏កូនឯងចង់ព្រឹកមកកំប៉ុងយ៉ាងងាយមកកំប៉ុងហើយគូតប្រឡាក់ហុកហ្នឹងហ៎ លោកពុកទោះបីជាលោកពុកមានបំណងមិនពេញចិត្តនឹងធីតាយ៉ាងណាក៏ដោយតែចិត្តកូនស្រឡាញ់ទៅហើយបើសិនជាពុកដាក់ជំរឹះទាំងពីរនេះមកដល់កូនពុកហាក់ដូចជាដាក់គំនាបជីវិតរបស់កូនពេកហើយណាលោកពុក ណែចិត្តត្រាពុកស្រឡាញ់កូនឯងបើជាពុកនិយាយបែបនេះមិនចង់ឲ្យកូនឯងទៅលះហេមលះហើមជាមួយនឹងគេ ណាស់ហើយបងចត្រាពុករបស់បងក៏និយាយត្រូវណាស់ខ្ញុំគ្មានអ្វីដែលល្អសម្រាប់បងជ្រើសជាប្រពន្ធទេបងតាមពុករបស់បងចុះ មយាដកថ្ងៃមកចាស់ក្រលហានតោតនិយាយពាក្យសម្ដីមយាឲ្យបងយើងទៅតាមថ្ងៃទៅចាំតែ ហើយកញ្ចនាអូនគួរតែទុកមុខមាត់ដោយបងផង ខ្ញុំទុកឲ្យហើយទុកដោយសារតែមានអ្នកមានមកស្រឡាញ់បងឯងមកខ្ញុំទុកបងមានអ្នកក្រលហានចឹងមកចុកតោទ្រព្យសម្បត្តិពុកខ្ញុំណា ខ្ញុំត្រឡប់ទៅវិញហើយ ជប់សិនធីតាអូនមិនអាចទៅណាបានទេ ឲ្យវាទៅកូន បងបានសន្យាជាមួយអូនជាមួយម្ដាយរបស់អូនហើយបងមិនឲ្យអូនវិលត្រឡប់ទៅវិញតែម្នាក់ឯងទេពុក យ៉ាងម៉េចកូនដូទៅកូនដូពាក្យសម្ដីដាក់ឲ្យវាទៅចាវាទៅកូនឲ្យវាទៅឯងដល់ធ្វើអី ពុកនេះ នេះទ្រព្យសម្បត្តិស្រុកស្ដាំមានច្រើនណាស់បងចត្រា ម៉េចកូន នេះជាឋានៈ ល លោកប្រុស អឺ នៅក្នុងវិមានកូនប្រុសរបស់លោកមហាសេដ្ឋី ម៉ែណៃ កូនមិនត្រូវការទេ ចិត្តត្រាកូន ចត្រា មិនបានគាត់ឲ្យធ្វើចឹង បាទសិនជាពុកដាក់ជំរឿបែបនេះទៅហើយកូនសុខចិត្តទៅតាមធីតាចុះត្បិតអីកូនមិនអាចយកអ្នកណាក្រៅពីធីតាធ្វើជាប្រពន្ធឡើយបានបើសិនជាពុកចង់បានពុកយកចុះ ចិត្តត្រាកូនហើយក៏ធ្វើបែបហ្នឹងកូន បងចត្រាកុំធ្វើបែបនេះអីណា បងចត្រាបងឯងចិត្តខំអីណាបងត្រូវក្បាលខ្ញុំមកហើយ មិននៅមួយពុកកូន អត់ទេបើសិនជាពុកបណ្ដេញធីតាចេញហាក់ដូចជាបណ្ដេញកូនអញ្ចឹង ចិត្តត្រា កូនលាពុកសិន